ខែពិសាជាសេដ្ឋីដ៏ល្អជាថ្ងៃមួយដែលពុទ្ធសាសនិកជនទាំងក្រហមនិងបព្វជិតក៏បីធ្វើរលឹកដល់សេដ្ឋីទាំង3គឺថ្ងៃព្រះអង្គប្រសូតថ្ងៃព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់ដឹងថ្ងៃព្រះបរមគ្រូឧត្តមបរមគ្រូព្រះអង្គទ្រង់បរិនិព្វានដូច្នេះសេដ្ឋីទាំង3នេះជាសេដ្ឋីដែលពុទ្ធសាសនិកជនទាំងក្រហមទាំងបព្វជិតរាប់បីនឹងរលឹកនឹងធ្វើសេចក្តីជ្រះថ្លានៅក្នុងថ្ងៃវិសាខបូជាឲ្យបានគ្រប់គ្នាគ្រប់ព្រះអង្គសូមអនុមោទនាសូមអនុមោទនាយេចពុទ្ធាតៃតាចយេចពន្តិអនាគតបញ្ចោបណ្ណាចយេពន្តិអហង្វន្តិនិសតតិសូមអនុមោទនាថ្ងៃនេះជាថ្ងៃដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ពេញបរមី15កើតថ្ងៃពិសាខឆ្នាំចដូច្នេះញាតិញោមជាពុទ្ធបរិស័ទសក្តិជនទាំងឡាយអនុមោទនាយេចបហមេតៃតាយេចធម្មេនាគតបញ្ញោបណ្ណាយេធម្មេហង្វន្តិនិអបតិប្រមពុទ្ធសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់ដឹងព្រះរោពិពុទ្ធគឺព្រះអង្គត្រាស់ដឹងនៅថ្ងៃពុទ្ធបរមី15កើតខែឆ្នាំរកាហេតុដូច្នោះគុំមានពាក្យថាព្រះរោពិពុទ្ធគឺព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់ដឹងនៅថ្ងៃពុទ្ធបរមី15កើតខែពិសាខឆ្នាំរកាដូច្នេះសាធុញាតិញោមជាពុទ្ធបរិស័ទទាំងឡាយទាំងចិត្តអនុមោទនាព្រះអង្គឲ្យបានគ្រប់គ្នាសូមអនុមោទនាយេចតហមេតៃតាយយេចធម្មេនាគតបញ្ចោបណ្ណាយយេធម្មេវន្តិនិសាបតិថ្ងៃនេះជាទេពថ្ងៃដ៏ល្អសម្រាប់ញាតិញោមជាពុទ្ធបរិស័ទសក្តិជនទាំងឡាយជាថ្ងៃដែលព្រះអង្គប្រសូតចេញចោពិសុទ្ធជាថ្ងៃដែលព្រះអង្គត្រាស់ដឹងត្រាស់រកពិពុទ្ធជាថ្ងៃដែលព្រះអង្គបរិនិព្វាននិមសញ្ញពីអង្គមានន័យថាព្រះអង្គប្រសូតនៅថ្ងៃសុក្រពេញបរមី15កើតខែពិសាខឆ្នាំចគឺចេញចោពិសុទ្ធព្រះរោពិពុទ្ធគឺថ្ងៃដែលព្រះអង្គត្រាស់ដឹងនៅថ្ងៃពុទ្ធពេញបរមី15កើតខែពិសាខឆ្នាំរកានិមសញ្ញពីអង្គព្រះអង្គបានបរិនិព្វាននៅថ្ងៃអង្គារ15កើតពេញបរមីខែពិសាខឆ្នាំម្សាញ់ដូច្នេះញាតិញោមជាពុទ្ធបរិស័ទសក្តិជនទាំងឡាយតាំងចិត្តជ្រះថ្លាអនុមោទនាឲ្យបានគ្រប់ព្រះអង្គគ្រប់គ្នាសូមអនុមោទនាយេចសង្ឃាតៃតាយយេចសង្ឃាអនាគតបញ្ចោបណ្ណាយយេសង្ឃាអហង្វន្តិមិសាបតិសាធុវោសបរោប្រស្រីទាំងឡាយទាំងក្រហមទាំងបព្វជិតថ្ងៃនេះមកប្រជុំគ្នាក្នុងទីនេះដើម្បីហេតុបញ្ញាគឺ
ថ្ងៃដែលព្រះសម្មាសម្ពុទ្ធព្រះអង្គប្រសូតថ្ងៃព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់ដឹងថ្ងៃព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់បរិនិព្វានទេថៃទាំង3នេះជាទេថៃដល់ជាអភិលក្ខិតកោដល់សំគួរជាថ្ងៃដែលពុទ្ធសាសនិកជនដើម្បីប្រារព្ធនិងរំលឹកឡើងជាថ្ងៃកំណើតរបស់ព្រះជាថ្ងៃត្រាស់ដឹងរបស់ព្រះជាថ្ងៃបរិនិព្វានរបស់ព្រះសម្មាសម្ពុទ្ធបរមគ្រូដូច្នេះញាតិញោមជាពុទ្ធបរិស័ទទាំងក្រហមទាំងបព្វជិតសពបីតាំងចិត្តចេតនាជាទួបន់ឲ្យបានគ្រប់គ្នាសូមអនុមោទនា